រៀងប្រាសាទនាងខ្មៅបើយើងធ្វើដំណើរពីក្រុងភ្នំពេញទៅកាន់ខេត្តតាកែវដល់ទៅឃុំរវាងស្រុកសំរោងយើងនឹងឃើញវត្តបុរាណមួយហៅថាវត្តប្រាសាទនាងខ្មៅតែនៅខាងកើតជាប់ទៅនឹងថ្នល់ជាតិពីក្រុងភ្នំពេញទៅបានជាហៅវត្តប្រាសាទនាងខ្មៅព្រោះក្នុងវត្តនោះមានប្រាសាទបុរាណពីរឈ្មោះប្រាសាទនាងខ្មៅនៅខាងលិចវិហារចំខ្លោងទ្វារវត្តខាងទិសមជ្ឈិមប្រាសាទទាំងពីរនោះធ្វើអំពីថ្មផងឥដ្ឋផងទំហំ4ម៉ែត្រ4ជ្រុងកម្ពស់10ម៉ែត្រកម្ពស់ស្រួចដូចចេតិយខ្ពស់ត្រដែនរឿងព្រេងតាក់ទងដោយដើមកំណើតនៃប្រាសាទនោះមានដំណើរថាក្នុងអតីតកាលកន្លងយកទៅហើយមានស្ដេចមួយព្រះអង្គទ្រង់ប្របានសូរ្យពរគង់លើភ្នំជីសូរព្រះនាមប្របានសូរ្យទេវវង្សគង់លើភ្នំជីសូរជាស្ដេចមានមហាឫទ្ធិមានអន់ច្រើនទ្រង់បានសាងប្រាសាទ5និងទ្រង់ឲ្យជីកស្រះ4នៅលើភ្នំនោះគ្រប់ជ្រុងប្រាសាទទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គព្រះនាមនាងខ្មៅភ្នំជីសូរអំពីកំពូលភ្នំនោះចូលមកដល់ដីសម្រាប់ជើងភ្នំខាងក្រោមប្រហែលជា700ម៉ែត្រមានទន្លេ4ជ្រុងទាំង4គឺទន្លេអូម1ទន្លេស្ងួត1ទន្លេស្ដុក1ទន្លេប្រទ្រុង1ទន្លេទាំង4នោះជាកន្លែងសម្រាប់ក្រសារបស់ស្ដេចអង្គនោះលោកព្រះរាជបុត្រីមានវ័យវឌ្ឍនាការចម្រើនឡើងប្រជជន16ឆ្នាំព្រះនាងមានរូបឆោមប្រឡោមល្អដាក់ស្រីក្នុងព្រះនគរថ្ងៃមួយព្រះនាងនឹកចង់ទៅលេងទន្លេទ្រង់បានចូលទៅថ្វាយបង្គំលាព្រះវរមេដាសូមទៅលេងទន្លេនោះព្រះរាជាក៏ទ្រង់អនុញ្ញាតហើយទ្រង់ចាត់មនុស្សបម្រើរៀបចំហែហោមព្រះដំណើរព្រះនាងតែក្រសាលក្នុងវេលាថ្ងៃរសៀលគ្រានោះមានបរិសម្នាក់ឈ្មោះបណ្ឌិតស្រីទៅនឹងសៅពិសាមណេរមានរូបឆោមល្អល្អស្អាតបាតជាងបរិសឯទៀតចេះមុនអាគមវិជាការបណ្ឌិតនោះទីលំនៅនៅភូមិមួយខាងលិចភ្នំជីសូរជិតផ្លូវដែលចោះទៅទន្លេប្រទ្រុនថ្ងៃនោះបណ្ឌិតស្រីមានសេចក្តីអបសោកក៏ទៅលេងចិត្តផ្លូវនោះបានឃើញព្រះនាងខ្មៅចោះអំពីលើភ្នំជាមួយទៅនឹងស្រីជាបរិវារក៏មានសេចក្តីប្រតិព័ទ្ធជាប់ចិត្តទៅនឹងព្រះនាងនោះក្រៃពេងបណ្ឌិតនោះពិចារណាថាថ្ងៃនេះជាថ្ងៃមាលាធំណាស់ដោយបានជួបព្រះនាងទៅនឹងស្រីគ្រប់លក្ខដែលអាត្មាអញជាកូនរាស្ត្រអ្នកកំសត់ធ្វើម្ដេចនឹងបាននាងនោះសាយទៅលោកមើលឃើញកិរិយាមិនល្អមានសេចក្តីគិតភ័យខ្លាចក្រែងស្ដេចយកទោសដល់ជីវិតក៏ជំនុំពិគ្រោះថាយើងគួរតែក្រាបបង្គំទូលស្ដេចកំខានលុះត្រឡប់មកវិញពួកបរិវារក៏ចូលទៅគាល់ស្ដេចសពគ្រប់ដំណើរស្ដេចទ្រង់ផ្ញើជាខ្លាំងក៏ទ្រង់ហៅពួកពេជ្ឈឃាតមកប្រាប់ថាត្រូវយកកូនអញទៅសម្លាប់ឲ្យឆាប់ព្រះមហេសីជាព្រះមេដាក្រាបទូលសូមទោសព្រះស្វាមីថាសូមព្រះករុណាទ្រង់ប្រមេត្តាប្រោសព្រះរាជទានទោសដល់កូនរបស់យើងតែមួយយើងទុកជាមានទោសខុសយ៉ាងណាសូមព្រះអង្គកុំសម្លាប់គ្រាន់តែបំបីបងចេញអំពីទីនោះចោះ
សូមទ្រង់អនុញ្ញាតទានស្ដេចក៏ទ្រង់ឲ្យអនុញ្ញាតតាមសេចក្តីស្នំរបស់ព្រះនាងជាព្រះមាតាទៅទ្រង់បង្គាប់ទៅសេនាធិបតីឲ្យសាងប្រាសាទ2ចម្ងាយពីព្រះរាជដំណាក់ទៅ3យោជន៍ពួកសេនាក៏ទទួលធ្វើតាមព្រះរាជបញ្ជារួចហើយស្ដេចទ្រង់បង្គាប់ឲ្យនាំព្រះនាងខ្មៅទៅទីនោះប្រាសាទនោះនៅខាងលិចភ្នំជីសូរតាំងពីពេលនោះមកព្រះនាងក៏កើតទុកជាទម្ងន់ណាមួយព្រះបិតាបបាត់បងចោលកុំឲ្យនៅម្នាក់ឯងណាមួយបែកអំពីសង្សារលែងបានជួបមកសោះដោយមិនជ្រាបតែទីណាគ្រានោះមានភិក្ខុមួយរូបឈ្មោះថាកែវលោកនិមន្តចេញអំពីស្រុកទៅរៀនមន្តវិជ្ជានៅឯស្រុកក្រៅលោករៀនបានចេះពូកែណាស់លោកត្រឡប់មកស្រុកវិញគង់នៅទី1ក្នុងខេត្តតាកែវទីនោះអត់ទឹកអ្នកស្រុកក៏នាំគ្នាជីកស្រះមួយប្រកែលោកដោយស្រះនោះជារបស់លោកគ្រូកែវទៅមានឈ្មោះថាស្រះកែវរហូតមកដល់សព្វថ្ងៃលោកគ្រូអង្គនោះគង់នៅយូរបន្តិចមានកិត្តិស័ព្ទនៅគ្រប់ស្រុកព្រះនាងបានលើដំណឹងថាលោកគ្រូនោះទៅតែនិមន្តមកអំពីស្រុកក្រៅចេះមន្តវិជ្ជាការល្បីល្បាញដូច្នោះមានព្រះបំណងចង់ជួបទៅនឹងលោកដើម្បីចង់ដឹងអំពីសេចក្តីទុក្ខរបស់ព្រះនាងថាតើថ្ងៃណានឹងបានសាកស្រាននោះហើយព្រះនាងក៏ប្រាប់ពួកអ្នកបម្រើឲ្យប្រាប់ទាំងដំរីដើម្បីទៅថ្វាយបង្គំលោកគ្រូកែវលុះធ្វើព្រះដំណើរទៅដល់កន្លែងលោកគ្រូនោះហើយព្រះនាងចូលទៅថ្វាយបង្គំតាមទំនៀមទ្រង់បានឃើញលក្ខណៈលោកគ្រូអង្គនោះសពគ្រប់ក៏បែកចិត្តចេញអំពីសង្សារចាស់មកជាប់ចិត្តនឹងលោកគ្រូកែវនោះវិញពីព្រោះលោកអង្គនោះមានរូបល្អជាងបណ្ឌិតស្រីពេញលក្ខណៈជាប្រុសគួរឲ្យស្រឡាញ់ព្រះនាងដំណើរអំពីសេចក្តីទុក្ខរបស់ព្រះនាងទូលលោកគ្រប់ប្រការក៏សម្ដែងអាការៈស្និទ្ធស្នាលហាក់ដូចជាមានចិត្តគ្នាយូរមកហើយអាការៈដែលព្រះនាងពរនីរឿងរ៉ាវរបស់ព្រះនាងនោះនាំឲ្យលោកគ្រូកែវស្គាល់បានថាព្រះនាងជាប់ជំពាក់ទៅនឹងលោកគ្រូកែវអត់ទ្រាំពុំបានក៏មានចិត្តទន់តោទៅរកព្រះនាងហើយមានពុទ្ធដីកាទន់ភ្លន់ទៅរកការបើព្រះនាងបានលើពុទ្ធដីកាលោកផ្អែមល្ហែមទន់ភ្លន់មករកដូច្នោះក៏នឹកសង្ស័យថាតទៅមុខអញនឹងបានអានលែងកើតទុកពីថ្ងៃនេះទៀតទៅហើយតាំងពីថ្ងៃនោះមកព្រះនាងមានពណ៌សម្បល់ស្រស់បំព្រងដោយស្រីទេពអប្សរចំណែកឯលោកគ្រូកែវវិញខំប្រឹងពិចារណាធម៌ដើម្បីដកចិត្តពីព្រះនាងនោះខ្លាំងណាស់ដែរតែលោកដកពុំរួចសោះពេលក្រោយមកព្រះនាងត្រឡប់ទៅថ្វាយបង្គំសូមឲ្យលោកស្រោចទឹកដើម្បីឲ្យមានសិរីសួស្តីពេលទៅស្រោចទឹកនោះព្រះនាងក៏រត់តែសម្ដែងអាការៈតាក់ទងទៅរកលោកគ្រូកែវខ្លាំងថែមទៀតដល់ព្រះនាងត្រឡប់ទៅព្រះដំណាក់វិញកើតទុកពំលួសោយក្រយ៉ាស្ងើយពំបានអត់ទ្រាំបានក៏ចាត់បំរើឲ្យរៀបចំទីនាងដំរីទៅនិមន្តលោកមកដំណាក់ព្រះនាងឯលោកគ្រូកែវកាលបើឃើញអ្នកបំរើនិមន្តទៅក៏សប្បាយព្រះហឫទ័យណាស់បានរៀបចំដំណើរនិមន្តមកជាប្រញាប់ព្រះនាងក៏តម្រុកបំរុងភោជនីយជនសុទ្ធតែរបស់ផ្លែងលុះលោកនិមន្តទៅដល់ព្រះនាងក៏លើកកម្រាលប្រគេនផ្ទាល់ព្រះអង្គលោកគ្រូកែវឆាន់ពុំបានអាការៈដែលលោកឆាន់មិនបាននោះជាអាការៈប្រាប់ព្រះនាងឲ្យជ្រាបរឹតតែច្បាស់ថាព្រះនាងក៏រឹតតែកើតទុកខ្លាំងឡើងអត់ទ្រាំគេខ្មាស់ពុំបានក៏ចូលទៅទទួលថាសូមលោកម្ចាស់សច្ចាសិក្ខាបទមកចោះហើយព្រះនាងប្រកេនសម្ពុតស្លៀកពាក់
ព្រមទាំងប្រដាប់ប្រដាសពក្រុមលោកក៏ទទួលតាមសម្ដីព្រះនាងនិមន្តហើយក៏សឹកលាចាសិក្ខាបទមករស់នៅជាសុខជាមួយព្រះនាងខ្មៅនៅក្នុងប្រាសាទនោះដោយមានរឿងដំណើរដូច្នេះបានជាប្រាសាទនោះគេហៅថាប្រាសាទ